ចុះបងប្អូននៅលើលោកក្រនេះគេមានសរសេរដាក់មហាបរាជ័យរបស់អាមេរិកនិងអាយុបងប្អូនខ្ញុំដឹងនិយាយថាម៉េចខ្ញុំគ្រាន់តែអានតាមដឹងទេណាបាញ់ទៅណោះធ្លាហួរបាងកទៀតដោយសារតែវាធំខ្លាំងមែនតើបងប្អូនឃើញអានេះឌូសេតបងប្អូនពុកខ្ញុំប្រាប់ថាឌូសេតគាត់ធ្លាប់និយាយទៅមកដល់ឃើញរបស់ចាស់ធ្លាប់លេងមានណាពួកបដ ாய் អានេះអីក៏ភ្លើងពុកខ្ញុំប្រាប់ថាក៏ភ្លើង DCA បងប្អូនដែលគេសម្រាប់បាញ់យន្តហោះអានេះគេធ្វើសង្គ្រាមអ៊ុយក្រែន1រុស្ស៊ីហ៎បាញ់មកគឺតិចឲ្យតែពួកធ្វើសង្គ្រាមទៅខ្ទេចអស់ហ្មងអត់សល់កណ្ដុងខាងលើនោះមានដល់ទៅ16បងប្អូនមើលឃើញឡើងជ្រងហ្មងនិយាយទៅអានេះផ្ទុះចេញមកខ្ទេចតែហ្មងហើយគេយកមកពីខាងស្រុកឡុងវែងខេត្តឧត្តរមានជ័យបងប្អូននេះខ្ញុំធ្លាប់តែមើលរឿង Hollywood ឃើញគេជិះឡានគេចេះធ្វើសង្គ្រាមអីនិយាយទៅតាហ៊ានអស់កម្លាំងចាញ់សង្គ្រាមបងប្អូនដឹងគេស្អីអត់ភ្លើងនឹងវាធ្ងន់មែនតើបងប្អូននេះគុំឃើញអញ្ចឹងឌុកចូល10គីឡូជាងហ្នឹងគឺផលិតឡើងកាលពីឆ្នាំ1935នៅក្នុងសង្គ្រាមលោកលើកទី2ឃើញកំភ្លើងធំនៅខាងក្រោយខ្ញុំច្រើនអញ្ចឹងតិចច្រឡំថាខ្ញុំបានមកលេងអ៊ុយក្រែនអីចឹងមកមើលគេធ្វើសង្គ្រាមអីចឹងណាអត់ទេបងប្អូនគឺនៅសារមន្ទីរសង្គ្រាមខេត្តសៀមរាបយើងនេះឯងហើយទាំងអស់ហ្នឹងសុទ្ធតែជាគ្រឿងសព្វាវុធដែលគេធ្វើសង្គ្រាមកាលពីឆ្នាំ1979បងប្អូនសូម្បីតែរបស់កំភ្លើងធំអីចឹងក៏គេយកមកដាក់តាំងដែរហើយនៅនេះគេមានលក់សមុទ្របងប្អូនក្នុងម្នាក់ហ្នឹងគឺតម្លៃ4000រៀលរបៀបនេះឯងបងប្អូនអើយសំណាងមែនតើថ្ងៃនេះខ្ញុំបានមកឃើញកន្ទុំរុយដែលសល់តាំងពីចំនួនលុន0បងប្អូនឃើញទេចំនួនសម័យសង្គ្រាមយន្តហោះហើយមិនមែនតែមួយខាងនោះបងប្អូននឹងម៉ូតអីខ្លះទេនិយាយទៅចំនួនសង្គ្រាមចិត្តនិយាយទៅធ្វើគ្រប់បែបគ្រប់សពមកឲ្យតែបានធ្វើសង្គ្រាមបងប្អូនឃើញអត់ហើយបងប្អូនអានេះគឺជាយន្តហោះលបឿនលឿនណាដែលគេសម្រាប់តម្លាក់គ្រាប់អីអញ្ចឹងតែខ្ញុំមិនដឹងថាសល់ពីឆ្នាំណាដែរទេប្រហែលជាសម័យលុន0អីដូចគ្នានឹងឯងបងប្អូនមើលណែអូលឿនអានេះតំណងដាក់ស្ទុយហ្មងនេះគូតខាងក្រៅវាគឺមានសភាពរបៀបនេះឯងបងប្អូននិយាយទៅខ្ញុំអត់សូវស្គាល់ថាជាអីគេដែរតែដោយសារតែគេអត់បានដាក់ឯកសារអីបង្ហាញឲ្យយើងមើលនេះវិញសិតតែមានរូបប្រាសាទអង្គរវត្តទៀតបងប្អូនបានន័យថាខ្មែរយើងតែងយកមកឲ្យដាក់ជារូបប្រាសាទអញ្ចឹងណាបងប្អូនសម្រាប់ដែកសម្រាប់អីវានៅរឹងមាំខ្ញុំអត់ដឹងទេតែខ្ញុំសុំសរសើរម៉ូតកង់យន្តហោះនេះមែនទេបងប្អូនឃើញទេនៅល្អចេះហ្មងប្រេះតែបន្តិចនេះអូយហើយគេដាក់លេខ146អានេះបានយកមកដាក់ឡានណាបងប្អូនបើគាត់សុលគាត់មានខូចមកនិយាយទៅឲ្យដៃខ្លះនៅឡងនៅល្អមែនតើមកគាត់ទៅវាយូរឆ្នាំហីបងប្អូនមើលកន្លែងអ្នកបើកយន្តហោះដោះពីងចិត្តនេះនេះបើប្រៀបបានជាមួយនឹងកប៉ាល់ទីតានិចបងប្អូនដូចគ្នាបងប្អូនចំពោះលក្រនេះវិញគឺវាបែកបាក់ខ្ទេចអស់ហើយបើតាមដែលខ្ញុំគិតប្រហែលជាបែកបាក់ដោយសារតែការធ្វើសង្គ្រាមទុះគ្រាប់បាញ់គ្នាអីចឹងទៅបងប្អូនពួកឯងឡើងខ្ទេចមកដែកឡើងកម្រាស់នេះឲ្យខ្ទេចទៀតសាហាវមែនតើមករំមនុស្សទៀតបងប្អូនខ្ញុំបានមកឃើញកំភ្លើងធំផ្ទាល់ភ្នែកបងប្អូនអូនិយាយពីថាដែកក្រាស់មែនតើនេះឯងចេះបានត្រគ្រាប់បាញ់រួចតែនេះវិញគេហៅរថពីសដែកបងប្អូនសម្រាប់ដឹកទាហានដើម្បីទៅធ្វើសង្គ្រាមអីចឹងទៅអូយមកក្នុងនេះប្រហែលជាដឹកបានខ្ទង់ពីចន្លោះ30-40នាក់អីដល់បងប្អូនដោយសារតែវារឿងទលេដែរយើងអង្គុយចៀតអីចឹងណាពួកឯងមើលទៅខាងក្នុងនោះវាមានកន្លែងអង្គុយឡៃអីរឿងច្រើនដែរហើយអានេះវិញជាកំភ្លើងដែលបាញ់យន្តហោះបងប្អូនអូមើលទៅរូបរាងនេះបាញ់ណោះយន្តហោះដល់មេឃបងប្អូនអើយកំភ្លើងធំច្រើនម៉ូតច្រើនបែបណាឲ្យខ្ញុំរៀបរាប់អត់អស់ទេដល់តែបងប្អូនមកមើលនៅសារមន្ទីរសង្គ្រាមដោយខ្លួនឯងបងប្អូននេះគឺមានច្រើនពេកអានេះគឺលំបាំងបាំងអីមិនហីនិយាយទៅល្អមើលហ្មងដូចចូលក្នុងសម័យសង្គ្រាមអញ្ចឹងហើយលោកក្រខាងហ្នឹងក៏ខូចខាតច្រើនដែរបងប្អូននិយាយទៅមកលេងសៀមរាបឡើងញឹកមែនតើតាដាក់ដឹងថាមានសារមន្ទីរដែលមានតាំងទៅដោយសិតតាលក្រោះលសិតតាអីដែលសល់តាំងពីជំនាន់សង្គ្រាមរបៀបនេះឯងបងប្អូនជិះច្រឡំថាខ្ញុំនឹងមកលេងបរទេសមានប្រដាប់ធ្វើសង្គ្រាមអីចឹងណាបងប្អូនក៏ប៉ុន្តែសៀមរាបយើងនឹងឯងនេះវិញគឺជាប្រភេទឡានដឹកគ្រាប់ PT76 បងប្អូនយកមកប្រើប្រាស់នៅប្រទេសខ្មែររបស់យើងគឺនៅឆ្នាំ1979ដូចគ្នាបងប្អូនហើយអានេះជាប្រភេទរ៉ុកកែត BM14 ណាបងប្អូនហើយគេថាយកមកប្រើប្រាស់នៅប្រទេសខ្មែរយើងកាលពីឆ្នាំ1979ដូចគ្នាហើយបានខូចខាតទៅវិញត្រឹមតែឆ្នាំ1997នេះឯងបងប្អូនប្រហែលជាខ្ទង់មក70-30ឆ្នាំទៅខូចខាត70-30ឆ្នាំនេះឯងហើយខ្ញុំសរសើរជាងគេប្រភេទកង់ចេះមកបងប្អូនយីក៏ប្រើបានយូរម្លេះមើលណែរឹងមាំខ្លាំងមែនតើហ្មងហើយអា M46 47នេះបងប្អូនអូយធំខ្លាំងមែនតើអានេះបាញ់ទៅណោះធ្លាហួរបាងកទៀតដោយសារតែវាធំខ្លាំងមែនតើបងប្អូនឃើញទេហើយនៅខាងក្រោយនេះអ្នកអង្គុយបាញ់នៅខាងក្រោយនេះទៅនេះដែកវិញក្រាស់សាហាវហ្មងបងប្អូនដល់ពេលយើងមើលទៅថាវែងមែនតើហ្មងអានេះចំណាយទីកន្លែងសម្រាប់ដាក់មែនតើហើយសម្រាប់លក្រោះក៏ដោយអីក៏ដោយគ្រឿងសព្វាវុធធ្វើសង្គ្រាមនៅទីនេះគឺគេប្រើប្រេងសម្រាប់ថែមរហូតបងប្អូនខ្ញុំធ្លាប់តែមើលរឿង Hollywood ឃើញគេជិះឡានគេចេះធ្វើសង្គ្រាមអីណាដល់ពេលថ្ងៃនេះបានមកឃើញខ្លួនឯងហើយគឺឡានដឹកគ្រាប់ BM13 បងប្អូនហើយនេះគេមានទាហានមានអីជិះចឹងទៅនិយាយទៅយើងអាចឡើងលេងបានទាំងអស់នៅនេះសារតាវាដែកអញ្ចឹងទៅគេអត់សូវមានបញ្ហារឿងខូចខាតបានទេនេះបាទថាប្រភេទដែកច្រេះធ្លាក់ដែរហ្នឹងនេះអូយមានស្អីដុកគ្រាប់អីញ៉ៃៗពេលហ្នឹងហើយប្រភេទរថពីសដែកចាស់បងប្អូនមានច្រើនគ្រឿងមែនតើបងប្អូនឃើញទេទៅខាងនោះអូយនិយាយទៅមានច្រើនគ្រឿងណាស់ហើយភ
ភាគច្រើនសិតតែច្រេះចាប់ចឹងហ្មងប៉ុន្តែខាងនោះមានឃើញថ្មីមួយទៅមើលថ្មីមួយសិនមាននៅមានពណ៌មានអីថ្មីហ្នឹងបងអត់សូវមានច្រេះដល់ផ្សេងទេប៉ុន្តែសល់តាំងពីជំនាន់នឹងដូចគ្នាប៉ុន្តែវានៅរៀងថ្មីជាងគេហើយកន្លែងនេះវិញកន្លែងគេដាក់កំភ្លើងដាក់គ្រាប់អីចឹងបងបងប្អូនកំភ្លើងមានច្រើនដាំខ្ញុំឆ្ងល់ធ្ងន់មែនទែនហើយទៅហ៊ានលើកធ្វើមិនទៅបើធ្ងន់អញ្ចឹងមានកំភ្លើងចោះណាស់ដែកលើកមិនរួចចឹងក្រុមចេះវិញបងប្អូនគេយកមកតម្រៀបបានច្រើនមែនទែនហ្មងនេះដឹងមានអីខ្លះនេះអូបងប្អូនអានេះវិញកំភ្លើងងាប់ហើយអ្នកនៅសង្គ្រាមនេះលើកកំភ្លើងអត់ចង់រួចហ្នឹងដែកសុតហ្នឹងបងប្អូនអានេះសាកសពរបស់មីនតោនមានគេសម្រាប់ដាក់មនុស្សអានេះមាននេះមនុស្សជន់ទៅផ្ទុះបឹងហ្មង